ធ្វើលិខិតកោតទៅឥឡូវសួរជាងមុនឆ្ងាយហ្មងអ្នកគ្នាអត់ចាំបាច់យកឯកសារទៅដាក់ដូចកាមុនទៀតទេអ្នកគ្នា download app នេះមកមានឈ្មោះថា COMOJ នៅក្នុង App Store ក៏បាន Play Store ក៏បានដែរពេល download បានណាអ្នកគ្នាចុចមកវានឹងចេញផ្ទាំងអញ្ចឹងរាល់ពេលដែលអ្នកគ្នាធ្វើលិខិតកោតទៅអ្នកគ្នាចុចយកលេខបូកនឹងមកគេនឹងចេញផ្ទាំងព័ត៌មានដើម្បីឲ្យយើងពេញផ្ទាំងនេះគឺជាព័ត៌មានទូទៅសម្រាប់ការស្នើសុំលិខិតកោតទៅបែបធម្មតាដោយអ្នកគ្នាចង់បានពេលដែលពេញគឺគេតម្រូវឲ្យយើងមានរូបថត 4x6 ហើយគេមានឲ្យយើងថតរូបសភៅគ្រួសារឬក៏សភៅស្នាក់នៅហើយជាមួយនឹងសបុដកណាតរបស់យើងបន្ទាប់មកគឺយើងបង់លុយនៅលើ app នឹងហ្មងតាមរយៈធនាគារពេលអ្នកគ្នាពេញរួចអស់ហើយគេនឹងចេញផ្ទាំងនឹងឲ្យយើងប្រាប់យើងថាថ្ងៃណាដែលយើងត្រូវទៅយកឯកសាររបស់យើងមួយទៀតអ្នកគ្នាលិខិតកោតទៅឥឡូវយើងអត់ធ្វើនៅក្រសួងយុតិធម៌ដោយកាលមុនទៀតទេស្នើសុំលិខិតកោតទៅឬក៏ទៅយកឯកសារនៅសន្តាគារកម្ពុជាណាអ្នកគ្នាចូលដល់សន្តាគារហ្នឹងមានកន្លែងផ្ញើឡានផ្ញើម៉ូតូអញ្ចឹងអ្នកគ្នាសួរសន្តិសុខទៅគាត់នឹងប្រាប់អ្នកគ្នាថាទៅកន្លែងណាហើយនៅកន្លែងហ្នឹងស្រួលមែនតើសម្រាប់អ្នកគ្នាគឺគេមានបិទផ្លាកសញ្ញានាំផ្លូវរបស់យើងទៅដល់កន្លែងដែលយើងធ្វើលិខិតកោតទៅហ្នឹងកន្លែងធ្វើលិខិតកោតទៅហ្នឹងទៅជាហើយឡើងកោអូហើយកន្លែងញ៉ាំអីក៏មានដែរអញ្ចឹងអ្នកគ្នាដើរតម្រង់ទៅកន្លែងយុគឋានគេទៅគឺមានកន្លែងទទួលឯកសារយកឯកសារជាមួយគ្នាហ្នឹង